បាទបត់ទឹកជាតិទឹកភ្នែកទឹកជប់គ្នាម្ដងទៀតខ្លឹមខ្លីខ្លឹមបាទអញ្ចឹងខ្ញុំចង់និយាយអំពីថៃគេថាណាប្រាសាទតំបន់តូចប្រាសាទតំបន់ធំតាក្របីហ្នឹងគេថារបស់គេទោះថាតើថៃកើតពីសតវត្សទី13ហើយប្រាសាទរបស់យើងណាសាងសង់តាំងពីសតវត្សទី11មុននៅថៃកើតប្រទេសនោះទោះថាតើរបស់ថៃយ៉ាងម៉េចរបស់ថៃយ៉ាងម៉េចគឺនិយាយនេះគឺបំភ្លើសបំភ្លៃមកលើខ្មែរយើងខ្លាំងហើយគឺមិនដឹងថារបស់ថៃយ៉ាងម៉េចហើយសួរថាតើរាជការរបស់ថៃនឹងស្ដេចណាជាអ្នកសាងសង់ណាសតវត្សទីប្រមាណឲ្យសាយឆ្លើយមកណាបើអញ្ចឹងយើងនឹងមិនជឿថានេះជារបស់ថៃគឺរបស់ខ្មែរពិតពិតហើយយើងសំអាងស្ដេចរបស់យើងនៅសាងសង់ឈ្មោះសូរ្យវរ្ម័នទី1និងសូរ្យវរ្ម័នទី2ណាយើងសាងសង់យើងមិនឆ្មាស់របស់យើងអញ្ចឹងគ្រាន់តែឈ្មោះថាតាមន់ហ្នឹងគឺជាឈ្មោះរបស់ខ្មែរបាត់ទៅហើយប៉ុន្តែតាមពិតណាប្រាសាទតាមន់តូចតាមន់ធំពីដើមមិនមែនឈ្មោះអញ្ចឹងទេឈ្មោះខាងវេទមន្តប្រាសាទវេទមន្តប៉ុន្តែរយៈកន្លងមកតតំណតមកទៅជាប្រាសាទតាមន់អញ្ចឹងទៅណាពីមុនមិនអញ្ចឹងទេណាប្រាសាទវេទមន្តទេបាទឈ្មោះអញ្ចឹងសូរ្យវរ្ម័នទី1សូរ្យវរ្ម័នទី2លោកសាងសង់ហ្នឹងណាតាំងពីឆ្នាំ1002រហូតដល់2050 2016 2050រជ្ជកាល2ព្រះអង្គហ្នឹងលោកសាងសង់តម្រាំបានហើយណាមិនបានរួចរាល់ហើយចោះថៃហ្នឹងមានឈ្មោះស្ដេចណាជាអ្នកសាងសង់ដែរអាហ្នឹងសូមមកឆ្លើយប៉ុណ្ណឹងឯងបើតាមពិតទៅបំភ្លឺខ្លាំងហ្នឹងសូមជម្រាបជូនតែប៉ុណ្ណឹងឯងអរគុណ